ប្រមុខការទូតអាមេរិកសង្ឃឹមថាកម្ពុជានិងថៃអនុវត្តបទជបាញ់ឡើងវិញត្រឹមថ្ងៃទី22ឬ23ខែធ្នូនេះរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានមានប្រសាសន៍កាលពីថ្ងៃទី19ខែធ្នូឆ្នាំ2025ថាសហរដ្ឋអាមេរិកសង្ឃឹមថានឹងមានបទឈប់បាញ់ថ្មីមួយនៅដើមសប្តាហ៍ក្រោយដើម្បីបញ្ចប់ជម្លោះរវាងកងទ័ពថៃនិងកម្ពុជាលោក Rubio បានប្រាប់អ្នកសារព័ត៌មានថាយើងកំពុងខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យគ្រប់ភាគីអនុវត្តតាមកិច្ចព្រមព្រៀងឡើងវិញហើយយើងមានសុទ្ធិនិយមប្រកបដោយការប្រុងប្រយ័ត្នថាយើងអាចសម្រេចបាននូវចំណុចនោះត្រឹមថ្ងៃច័ន្ទឬថ្ងៃអង្គារសប្តាហ៍ក្រោយគួរជំរាបថារដ្ឋមន្ត្រីការបរទេសនៃប្លុកអាស៊ានក្រុងនឹងជួបជុំគ្នានៅថ្ងៃទី22ខែធ្នូនៅទីក្រុងកូឡាឡាំពូជាកន្លែងដែលពួកគេនឹងពិភាក្សាអំពីវិវត្តកម្ពុជាថៃរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះក៏បានជជែកតាមទូរស័ព្ទកាលពីថ្ងៃទី18ខែធ្នូជាមួយនឹងរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាភូមិកេតកែវហើយបានបញ្ជាក់ថារដ្ឋបាលអាមេរិកនឹងបន្តការពិភាក្សាបន្ថែមទៀតនៅចុងសប្តាហ៍នេះក្នុងជំនួបតាមទូរស័ព្ទនោះប្រមុខការបរទេសអាមេរិកលោក Marco Rubio បានជំរុញឲ្យរដ្ឋមន្ត្រីការបរទេសថៃចាត់វិធានការជាក់ស្ដែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែនជាមួយកម្ពុជាលោក Rubio បានជំរុញឲ្យប្រទេសថៃត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពូឡើងវិញ